សូមស្វាគមន៍លោកអ្នកនាងមកកាន់ Channel Admin ម៉ាប់របស់នាងក្រមថ្ងៃនេះយើងនឹងលើកយកនូវព័ត៌មានដ៏រសើបមួយពីប្រទេសថៃដែលកំពុងតែទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរ៉ាកុលកំពុងតែប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរនិងការធ្លាក់ចុះប្រជាប្រិយភាពគួរឲ្យកត់សម្គាល់បន្ទាប់ពីរដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ថាបានឆ្លើយតបយឺតយ៉ាវចំពោះគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតដែលបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសថៃនេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025មហន្តរាយទឹកជំនន់ដ៏សាហាវនេះបានបន្សល់ទុកនូវទីភាពគួរឲ្យសង្វេគជាទីបំផុតមនុស្សយ៉ាងហោចចំនួន27នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈប្រហែលកន្លះសតវត្សរ៍ចុងក្រោយនេះទឹកជំនន់បានវាយប្រហារខេត្តជិត10នៅភាគខាងត្បូងប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅហើយក្នុងចំណោមនោះតំបន់ទីក្រុងហាត់យ៉ៃនៃខេត្តសង្ខ្លាជាទីកន្លែងដែលរងការខូចខាតធ្ងន់ធ្ងរជាងគេនិងមានអ្នកស្លាប់ភាគច្រើនបំផុតទីភាពនៃលំនៅឋានលិតឡុងផ្លូវថ្នល់កាត់ផ្ដាច់និងជនរងគ្រោះរាប់សែននាក់ដែលត្រូវជម្លៀសខ្លួនបានក្លាយជារូបភាពដ៏គួរឲ្យរន្ធត់ដែលបានចារឹកក្នុងសតិអារម្មណ៍របស់ប្រជាជនថៃសម្រាប់លោកអនុទីនដែលត្រូវតែឡើងកាន់អំណាចកាលពីខែកញ្ញាបន្ទាប់ពីនាយករដ្ឋមន្ត្រីមុនត្រូវបានតុលាការធម្មនុញ្ញដកតំណែងគ្រោះមហន្តរាយនេះគឺជាការធូរតេស្តដ៏ធំលើកដំបូងរបស់លោកឥឡូវនេះប្រជាជននៅតាមបណ្ដាខេត្តរងគ្រោះក៏ដូចជាអ្នកវិភាគនយោបាយជាច្រើនកំពុងតែចោទសួរយ៉ាងខ្លាំងទៅលើសមត្ថភាពនិងការបដិញ្ញាចិត្តរបស់គណបក្សភូមិใจថៃរបស់លោកអំពីថាតើពួកគេអាចធ្វើតាមសន្យាដែលបានលើកឡើងដែរឬអត់ជាពិសេសនៅពេលដែលប្រទេសកំពុងតែឆ្ពោះទៅរកការបោះឆ្នោតសកលមុនអាណត្តិដែលត្រូវបានរំពឹងថានឹងរៀបចំឡើងនៅឆ្នាំក្រោយអ្នកវិភាគនយោបាយថៃជាច្រើនបានបង្ហាញការយល់ឃើញស្របគ្នាថាគ្រោះទឹកជំនន់នេះបានជះផលប៉ះពាល់អវិជ្ជមានជាខ្លាំងទៅលើប្រជាប្រិយភាពរបស់លោកអនុទីននិងរដ្ឋាភិបាលថៃទាំងមូលជាក់ស្ដែងនៅពេលដែលមានគ្រាអាសន្នដ៏ធំដូចនេះលោកអនុទីនហាក់ដូចជាអសមត្ថភាពនៅក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានភាពបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាបានចាប់ផ្ដើមតាំងពីថ្ងៃទី19ខែវិច្ឆិកាប៉ុន្តែដំបូងឡើយការឆ្លើយតបរបស់រដ្ឋាភិបាលថៃត្រូវគេមើលឃើញថាមានភាពយឺតយ៉ាវយ៉ាងខ្លាំងកិច្ចប្រឹងប្រែងជួយសង្គ្រោះបានចាប់ផ្ដើមការឡើងសន្ទុះទាល់តែយោធាថៃត្រូវបានដាក់ឲ្យទទួលបន្ទុកនៅរយៈពេលជិត1សប្តាហ៍ក្រោយមកដែលធ្វើឲ្យសាធារណជនមានការខកចិត្តយ៉ាងខ្លាំងការស្ទង់មតិមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យស៊ូអែនឌូស៊ីតកាលពីសប្តាហ៍មុនអំពងពេលដែលទឹកជំនន់ស្ថិតនៅសភាពធ្ងន់ធ្ងរបំផុតបានបង្ហាញយ៉ាងច្បាស់ថាអត្រាប្រជាប្រិយភាពរបស់លោកអនុទីនបានធ្លាក់ចុះយ៉ាងគំហុកពី48%មកនៅត្រឹមតែ23%ប៉ុណ្ណោះតួលេខនេះគឺជាសញ្ញាគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អនាគតនយោបាយរបស់លោកគួរបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងជាមួយក្រុមបកប្រឆាំងដើម្បីបានឡើងកាន់អំណាចលោកអនុទីនបានសន្យាថានឹងរំលាយសភាមុនដំណាត់ខែមករាដើមឆ្នាំ2025ដើម្បីបើកផ្លូវការរៀបចំបោះឆ្នោតនៅអំឡុងចន្លោះខែមេសាឬមេសាការធ្វើឈប់ប្រជាប្រិយភាពយ៉ាងគំហុកនេះទ្រាំទ្រាហោជានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលការបោះឆ្នោតខាងមុខនេះទាំងនេះបង្ហាញថាវិបត្តិទឹកជំនន់នៅភាគខាងត្បូងថៃមិនត្រឹមតែជាគ្រោះមហន្តរាយធម្មតាប៉ុណ្ណោះប៉ុន្តែវាក៏ជាវិបត្តិនយោបាយដ៏ធំមួយដែលបានសាកល្បងសមត្ថភាពដឹកនាំរបស់នាយករដ្ឋមន្ត្រីអនុទីនហើយអាចកំណត់ជោគវាសនានយោបាយរបស់លោកសម្រាប់ពេលអនាគតផងដែរសូមអរគុណសម្រាប់ការស្ដាប់យើងខ្ញុំនឹងត្រឡប់មកវិញជាមួយព័ត៌មានសំខាន់ៗផ្សេងទៀតនៅពេលក្រោយ